ពេលវេលាមិនអាចត្រឡប់ក្រោយជីវិតមនុស្សគ្មានទេបើសិនជាអ្វីដែលបានបាត់បង់ទៅហើយមិនអាចត្រឡប់មកវិញទៀតទេអ្វីដែលត្រឡប់មកវិញក៏មិនអាចល្អដូចដើមដែរអ្នកមានអារម្មណ៍ជាមួយនរណាម្នាក់នោះគឺជានិស្ស័យដែលព្រំលិខិតបានចាក់បើសិនជាមាននិស្ស័យហើយចង់លាក់ខ្លួនក៏លាក់មិនបានបើសិនជាគ្មាននិស្ស័យចង់រកក៏រកមិនបានម្នាក់នោះដែរ probability នៃការស្គាល់គ្នារវាងមនុស្សនិងមនុស្សមានតែម្នាក់ក្នុងចំណោម10លានមនុស្ស2នាក់អាចជួបគ្នាបាននិស្ស័យនោះគឺជ្រៅខ្លាំងណាស់ជីវិតដែលនៅសេសសល់គឺថ្លៃខ្លាំងណាស់សូមកុំខ្ជះខ្ជាយវានិងស្រឡាញ់មនុស្សរបស់អ្នកហើយរក្សាពួកគេឲ្យកក់ក្ដៅហុំព័ទ្ធខ្លួនឯងជាមួយមនុស្សដែលអ្នកស្រឡាញ់ខ្លាំងត្រូវចេះស្រឡាញ់ថែរក្សាអ្វីដែលមានទោះបីជាមួយឆ្នាំឬក៏មួយជាតិបើបានជួបហើយត្រូវថែរក្សាឲ្យបានល្អកុំចាំដល់ពេលបាត់បង់ទើបស្ដាយក្រោយ